គណៈបកសំរងស៊ីសិលធម៌សច្ចធម៌និងយុត្តិធម៌ជនជាតិខ្មែរកើតនៅលើដីខ្មែរយើងត្រូវខំថែជាតិឲ្យបានរុងរឿងបោះឆ្នោតឲ្យគណៈបកសំរងស៊ីមានការងារធ្វើសមរម្យនិងថ្លៃថ្នូររដ្ឋាភិបាលសពថ្ងៃបរាជ័យក្នុងការបង្កើតការងារត្រឹមត្រូវថ្លៃថ្នូរជូនប្រជាពលរដ្ឋខ្មែរមន្ត្រីរាជការប៉ូលីសទាហានកម្មករគ្រូបង្រៀនបានទទួលប្រាក់ខែតិចតួចចិញ្ចឹមជីវិតយ៉ាងត្រដាបត្រដួសខ្វះមុខខ្វះក្រោយកុមារត្រូវលះបង់ការរៀនសូត្រដើម្បីជួយរកកម្រៃជួយឧបត្ថម្ភជីវភាពគ្រួសាររីឯនិស្សិតរាប់សែននាក់ក្រោយពីបានតស៊ូបញ្ចប់ការសិក្សាពុំទាន់មានការងារធ្វើនេះបណ្ដាលមកពីមេដឹកនាំរដ្ឋាភិបាលសពថ្ងៃគិតតែពីប្រព្រឹត្តអំពើពុករលួយលើសពីនេះពួកគេបានឆក់ប្លន់ដីធ្លីប្រជារាស្ត្រពាសពេញប្រទេសធ្វើឲ្យកសិករបាត់បង់ដីធ្លីធ្វើស្រែចម្ការជីវភាពធ្លាក់ដុនដាបកូនចៅកសិកររាប់សែននាក់ក្នុងមួយឆ្នាំទៅស៊ីឈ្នួលនៅឯប្រទេសជិតខាងភាពគ្មានការងារធ្វើបានបណ្ដាលឲ្យមានអំពើចោរកម្មឆក់ប្លន់សេពគ្រឿងញៀនខ្លះហាត់កាវឯខ្លះទៀតលេងល្បែងស៊ីសងខ្ញុំជានិស្សិតដែលបានបញ្ចប់ការសិក្សា2ឆ្នាំមកខ្ញុំអត់មានការងារធ្វើទេខ្ញុំដាក់តំងដាក់ពាក្យគេទារលុយ$1000ដើម្បីចូលធ្វើគ្រូបង្រៀននៅសាលាបឋមសិក្សាគេអត់ខ្ញុំដល់ចេញពីកន្លែងនោះហើយខ្ញុំនឹងដល់ចេញហ្នឹងបើខ្ញុំអត់មានដីធ្វើស៊ីខ្ញុំនៅមានដីតែមួយកន្លែងនោះតាមជួយចង្ការធ្វើអីដើម្បីជីវភាពគ្រួសារហើយបើតែគ្មានដីធ្វើហូបអញ្ចឹងទៅជីវពលរដ្ឋកាន់តែធនធានកាន់តែដាបចាប់នេះទេរដ្ឋាភិបាលថ្មីដឹកនាំដោយគណៈបកសំរងស៊ីនឹងរៀបចំប្រទេសឡើងវិញឲ្យបានត្រឹមត្រូវស្អាតស្អំគ្មានអំពើពុករលួយគ្មានវិបត្តិសង្គមដូចសពថ្ងៃយុវជនមានការងារធ្វើគ្រប់គ្នាមានប្រាក់ចំណូលសមរម្យអាចរស់បានយ៉ាងទៀងទាត់និងថ្លៃថ្នូររដ្ឋាភិបាលថ្មីដឹកនាំដោយគណៈបកសំរងស៊ីធានាឲ្យកសិករមានដីធ្លីគ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការធានាទីផ្សារលក់កសិផលដើម្បីលើកស្ទួយជីវភាពកសិករឲ្យបានដូចប្រទេសជិតខាងកសិករទាល់តែមានដីធ្លីគ្រប់គ្រាន់ឥឡូវបើប្រមាណថាឥឡូវគ្រប់គ្រាន់ប៉ុន្តែក្រោយចែកគោចែកចៅបើមិនគ្រប់គ្រាន់ទេត្រូវតែចាត់វិធានការយ៉ាងម៉េចដីរបស់រដ្ឋតែនៅទំនេរកុំឲ្យជនពុករលួយយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ខ្លួនដីរដ្ឋនៅសល់រាប់ម៉ឺនរាប់សែនហិកតាចូលលានហិកតាផងត្រូវតែបែងចែកជូនប្រជាពលរដ្ឋកសិករត្រូវការអីទៀតដើម្បីប្រកបមុខរបរកសិកម្មមានដីហើយមានអីទៀតបងប្អូនមានទឹកដើម្បីឲ្យកសិកម្មរីកចម្រើនត្រូវតែរៀបចំប្រព័ន្ធធារាសាស្ត្រឲ្យបានត្រឹមត្រូវឲ្យបងប្អូនអាចធ្វើស្រែធ្វើចម្ការពេញមួយឆ្នាំដើម្បីលើកតម្កើងជីវភាពកសិករត្រូវការអីទៀតបងប្អូនទីផ្សាររដ្ឋាភិបាលថ្មីសំរងស៊ីរៀបចំទីផ្សារទិញផលដំណាំពីបងប្អូនរៀបចំឲ្យមានរោងចក្រកែច្នៃផលដំណាំគឺចំណេញគេចំណេញថ្លៃលក់បានថ្លៃផងហើយចំណេញការងារឲ្យកូនចៅយើងកែច្នៃផលដំណាំនោះគឺត្រូវការរោងចក្របើមានរោងចក្រត្រូវមានកម្មករយើងត្រូវរើសកម្មកររើសពីកូនចៅយើងឲ្យមានការងារធ្វើខ្ញុំនឹងបោះឆ្នោតជូនគណៈបកសំរងស៊ីខ្ញុំសង្ឃឹមថាគាត់អាចរកការងារជូនជាពិសេសយុវជនឲ្យមានការងារគ្រប់គ្នាមានប្រាក់ខែសមរម្យហើយជាការងារដែលមានសេចក្តីថ្លៃថ្នូរមានគណៈបកមួយដែលខ្ញុំបានជ្រើសរើសរួចហើយគឺគណៈបកសំរងស៊ីខ្ញុំសង្ឃឹមថាទៅថ្ងៃអនាគតពេលដែលខ្ញុំរៀនបញ្ចប់មានរាជរដ្ឋាភិបាលថ្មីខ្ញុំទទួលបានការងារល្អរឿងកូនយើងមានការងារធ្វើរឿងកូនយើងមានអនាគតល្អទៅថ្ងៃនេះរួមគ្នាទៅបោះឆ្នោតឲ្យសំរងស៊ីម្ដងទៅដើម្បីបានជីវភាពធូរធារបានកូនចៅយើងមានអនាគតភ្លឺថ្លាទៅថ្ងៃបោះឆ្នោតឲ្យគណៈបកសំរងស៊ីមានការងារធ្វើសមរម្យនិងថ្លៃថ្នូរបោះឆ្នោតឲ្យគណៈបកសំរងស៊ីទំនិញចុះថ្លៃបច្ចុប្បន្ននេះជីវភាពប្រជាពលរដ្ឋខ្មែរកំពុងធ្លាក់ដុនដាបដោយសារទំនិញឡើងថ្លៃយ៉ាងគំហុកមេដឹកនាំពុករលួយក្នុងជួររដ្ឋាភិបាលសពថ្ងៃខុបខិតគ្នាជាមួយមេឈ្មួញទុច្ចរិតរកស៊ីផ្ដាច់មុខកំណត់តម្លៃទំនិញលើទីផ្សារយកចំណេញច្រើនលើសលប់តាមអំពើចិត្តលើសពីនេះទៅទៀតរដ្ឋាភិបាលសពថ្ងៃ
កំណត់យកពន្ធយ៉ាងខ្ពស់លើទំនិញគ្រប់មុខដែលជាហេតុធ្វើឲ្យទំនិញលើទីផ្សារឡើងថ្លៃឥតឈប់ឈរ ការធ្វើឲ្យទំនិញឡើងថ្លៃនេះគឺជារបាច់កប្រជារាស្ត្រខ្ញុំបានដោះស្រាយហើយកាលពីអាណត្តិទី1ខ្ញុំបានធ្វើឲ្យទំនិញចុះថ្លៃអាណត្តិនេះអាណត្តិទី4ឆ្នាំ2008 2013នេះខ្ញុំនឹងធ្វើទៀតនឹងចាត់វិធានការសមស្របមិនឲ្យជនពុករលួយនៅថ្នាក់លើមិនឲ្យក្រុមហ៊ុនធំខលខូចធ្វើឲ្យទំនិញឡើងថ្លៃបែបនេះខ្ញុំត្រូវតែប្រឆាំងដាច់ខាតខ្ញុំត្រូវតែដោះស្រាយរឿងនេះជួយបងប្អូនឲ្យទំនិញបានចុះថ្លៃ ខុសត្រូវតែ2 3ថ្ងៃយើងលក់តាម 9,000 លើឡើង 12,000 អំបិលយើងនេះឡើងមកកញ្ចប់ឡើង 1,000 ទឹកត្រីក៏ឡើងតាមនឹងដែរ3ជាន់កាមុនតែ1គីឡូតាម 7,000 ហ្នឹង3ជាន់ឥឡូវឡើង 15,000 ហើយបើថ្លៃសោតយ៉ាងណាអូតឲ្យស៊ីតែក៏មិនស៊ីទេងាប់ដាច់ពោះងាប់អស់ហើយតែមុន1គីឡូ 1,200 អត់តែមានលុយទិញផង1គីឡូ 1,500 តែថាថ្លៃឥឡូវឡើង1គីឡូ 3,000 ជាងហើយតែមានលុយមកពីណាទិញលក់ថ្ងៃនេះ 2,000 ស្អែកឡើងទៅទិញ 2,200 រដ្ឋាភិបាលថ្មីដឹកនាំដោយគណៈបកសំរងស៊ីនឹងលុបបំបាត់ពន្ធលើប្រេងសាំងនិងបញ្ចប់សិទ្ធិផ្ដាច់មុខរបស់ឈ្មួញខលខូចដែលត្រូវរោគ្នាជាមួយមេដឹកនាំសពថ្ងៃកំណត់តម្លៃទំនិញលើទីផ្សារតាមតែអំពើចិត្ត គណៈបកសំរងស៊ីដឹកនាំរដ្ឋាភិបាលខ្ញុំបញ្ចុះថ្លៃប្រេងសាំងអត់ឲ្យលើសពី 4,000 ទេហើយសារលុបចោលពន្ធពុករលួយគឺ 1,500 កាត់បន្ថយប្រាក់ចំណេញក្រុមហ៊ុន1លាន 300 រៀលទៀតដូច្នេះនៅសល់តែ 3,900 ទេបើតាមចិត្តតែចំណេញទីផ្សារឡើងថ្លៃហ្នឹងគឺមានដឹកនាំតែដានណាចង់ផ្លាស់ប្ដូរចេញខ្ញុំនឹងចូលខ្ញុំនាំគ្នាបោះឆ្នោតឲ្យគណៈបកសំរងស៊ីខ្ញុំចង់ឲ្យរបស់អាហ្នឹងត្រូវចុះថោកដើម្បីឲ្យខ្ញុំជួយបងប្អូនឲ្យទំនិញចុះថ្លៃទោះតែបងប្អូនជួយខ្ញុំសិនសូមបងប្អូនបោះឆ្នោតឲ្យសំរងស៊ីសិនបានសំរងស៊ីមានអំណាចយកអំណាចមកជួយបងប្អូនវិញឲ្យទំនិញចុះថ្លៃវិញណាបងប្អូន បោះឆ្នោតឲ្យគណៈបកសំរងស៊ីទំនិញចុះថ្លៃបោះឆ្នោតឲ្យគណៈបកសំរងស៊ីព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់ អស់រយៈកាលជិត30ឆ្នាំកន្លងទៅនេះយើងទាំងអស់គ្នាឃើញថារដ្ឋាភិបាលសពថ្ងៃអសមត្ថភាពបរាជ័យក្នុងការផ្ដល់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពដោយពុំចាំបាច់បង់ប្រាក់ដោយប្រទេសជិតខាងប្រជាពលរដ្ឋខ្មែរពេលជួបប្រទះគ្រោះថ្នាក់ឬឈឺថ្កាត់ម្ដងត្រូវលក់គោក្របីបញ្ចាំដី ឬលក់ស្រែចម្ការដើម្បីព្យាបាលជំងឺបើពុំនោះទេត្រូវដេករងចាំតែថ្ងៃស្លាប់ ជឿហាត់ហើយអត់លុយទៅពេទ្យគេរត់តែលុយកាន់ឈ្នួលខែគេក្នុងមួយយប់មួយថ្ងៃហ្នឹងគេយកទា 20,000 ហើយបើត្រូវការថ្នាំគេឲ្យទិញ5ទីក្រៅនោះក្រពិបាកអត់លុយទៅផ្សេងទៀតអ៊ំនៅគេនៅលើអត់ហ្នឹងបលឹមឡើងបានទៅវិញគឺអត់មានលុយមើលទៅពេទ្យនៅគិតលុយដែរតែខ្ញុំអត់មានលុយសោះមានចាំដេកស្លាប់គេចាំហ្នឹង2យប់ហើយបើចាំដេកចាំដាក់ឈាមបោះឆ្នោតឲ្យសំរងស៊ីម្ដងទៅសំរងស៊ីរៀបចំប្រទេសទោះជាសំរងស៊ីអត់មានសរងចែកក៏ដោយតែសំរងស៊ីផ្ដល់ការព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់ រដ្ឋាភិបាលថ្មីដឹកនាំដោយលោកសំរងស៊ីនឹងរៀបចំប្រទេសកម្ពុជាឲ្យបានត្រឹមត្រូវស្អាតស្អំគ្មានអំពើពុករលួយប្រមូលលុយចូលឃ្លាំងរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីធានាឲ្យមានមន្ទីរពេទ្យទំនើបល្អគ្រប់គ្រាន់ទាំងនៅទីក្រុងក៏ដូចជានៅជនបទមានគ្រូពេទ្យដែលមានប្រាក់ខែខ្ពស់បម្រើប្រជាពលរដ្ឋប្រកបដោយជំនាញខ្ពស់និងសីលធម៌ល្អហើយមានការព្យាបាលដោយមិនចាំបាច់បង់ប្រាក់ថ្លៃថ្នាំ បោះឆ្នោតឲ្យគណៈបកសំរងស៊ីព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់ ដូរមានដឹកនាំថ្មីដើម្បីឲ្យមានជីវភាពទូទៀតខ្ញុំសង្ឃឹមថាអាណត្តិថ្ងៃអនាគតទៅមានតែលោកប្រធានសំទីទេដែលឡើងជួបរដ្ឋមន្ត្រីបាន គណៈបកសំរងស៊ីមានរូបសញ្ញាទៀនមានពន្លឺនិងមានលេខរៀងទី 9 បោះឆ្នោតឲ្យគណៈបកសំរងស៊ីមានការងារធ្វើសមរម្យនិងថ្លៃថ្នូរទំនិញចុះថ្លៃព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់ គណៈបកសំរងស៊ីមានរូបសញ្ញាទៀនមានពន្លឺនិងមានលេខរៀងទី 9